ថ្ងៃនេះគឺខ្ញុំបានមកមើលចំការហើយក៏ដែរកាត់ព្រៃសហគមន៍នៅក្នុងទីតាំងមួយកន្លែងដែលមានព្រៃដើមផ្ចឹកជាច្រើនដែលដុះស្កេតស្កាស់ពេញព្រៃទាំងអស់ណែនតែនតាមហើយតកតងជាមួយនឹងតំបន់មួយហ្នឹងគឺនៅក្នុងទីរួមស្រុកវាលវែងហើយនៅក្នុងភូមិជ្រុំឃុំប្រម៉ោយស្រុកវាលវែងខេត្តពោធិ៍សាត់ហើយតកតងជាមួយនឹងសកម្មភាពរបស់ខ្ញុំបានដើរទៅមើលដីចំការហើយក៏ឃើញដីដែលខ្លួនឯងដែលបានធ្វើចំការកន្លងមកហើយក៏មានដុះកូនផ្ចឹកហើយក៏ខាងក្រោយនេះក៏មានករណីដីចកាគេដែលគេធ្វើហើយដីហ្នឹងគឺដោយដីខ្ញុំដែលមួយចំនួននៅក្នុងនេះហើយគេមិនដឹងថា